ថ្ងៃនេះគឺចង់នាំបងប្អូនទាំងអស់គ្នាដើរលេងទេសភាពស្រុកស្រែស្អាតខ្លាំងហើយនេះគឺជាដំណើរនៃការដើរទៅរបស់យើងធ្វើការថតទេសភាពឲ្យបងប្អូនមើលគឺពិតជាក្រឡេកទៅខាងណាក៏ឃើញតែពណ៌បៃតងមានរបងមានស្មៅពណ៌បៃតងមានដើមត្នោតដើមដូងដើមក្រសាំងហើយនេះគឺជាផ្លូវដែលយើងទៅតែនឹងចាក់ដីហើយនេះគឺជាផ្ទះតារបស់ខ្ញុំដែលខ្ញុំធ្លាប់នៅកាលពីតូចនៅតាំងពីតូចរហូតដល់ធំបច្ចុប្បន្នគឺខ្ញុំមានអាយុត្រឹមតែ16ឆ្នាំទេតែខ្ញុំចង់ធ្វើជាអ្នកផលិតវីដេអូដូច្នេះបងប្អូនកុំភ្លេចជួយ Subscribe ដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីហើយនេះគឺខ្ញុំបានថតទេសភាពឲ្យបងប្អូនមើលបានក្រឡេកទៅខាងណាហើយបច្ចុប្បន្នគឺតាខ្ញុំគាត់នៅផ្ទះនឹងនៅឡើយទេហើយគាត់បានចិញ្ចឹមសត្វមាន់ជាច្រើនក្បាលហើយគាត់ប្រកាត់ពូជបានពណ៌សមាន់គឺស្អាតខ្លាំងមែនតើបងប្អូនទាំងគ្នាហើយនេះគឺជាដើមស្វាយដែលដើមស្វាយនេះបងខ្ញុំទៀតបងប្អូនបងខ្ញុំទៀតចាស់ហើយតែផ្លែគឺនៅមានផ្លែដើមចង់ពាក់តាវីដេអូបងប្អូននៅឃើញផ្លែហើយនេះគឺជាវាលស្រែនៅក្រៅផ្ទះវាលស្រែបងប្អូនអ្នកភូមិជាច្រើនមានដើមថ្នោតមានអីយ៉ាងទៅហើយដើមខាងនោះគឺនៅជាដើមស្នាយបងប្អូនដើមស្នាយហ្នឹងក៏បងខ្ញុំដែរបងខ្ញុំកាត់ដោះមុនខ្ញុំបងប្អូនខ្ញុំកាត់ក្រោយហើយនេះគឺជាដើមគេហៅថាដើមពេញប៉ោះព្រៃបងប្អូនពេញប៉ោះព្រៃហើយពេញប៉ោះព្រៃនេះកាលនៅតូចខ្ញុំចូលចិត្តញ៉ាំវាណាបងប្អូនមកហើយក៏លេខទីជ្រុងនោះគឺដើមអំពិលទឹកដើមមានដើមក្រូចដើមស្វាយអញ្ចឹងទៅហើយចិត្តបងប្អូនឃើញដើមក្រូចហើយក្រូចហ្នឹងផ្លែច្រើនខ្លាំងមែនតើបងប្អូនហើយទេសភាពស្រុកស្រែយើងគឺស្អាតខ្លាំងមែនតើហើយថតផលិតវីដេអូនេះឡើងគឺដើម្បីឲ្យបងប្អូនបានស្រស់ស្រាយអញ្ចឹងណាបងប្អូនហើយនេះជាដើមក្រូចបាទខ្ញុំបានប្រាប់បងប្អូនណាដើមក្រូចហ្នឹងគឺផ្លែច្រើនផ្លែនៅខាងនោះទៀតតែខ្ញុំថតបាននៅខាងនេះទេគឺថតលឿនទេបងប្អូនទាំងអស់គ្នាបាទហើយមានដើមចេកដើមអីហ្នឹងទៅដើមតបែកដើមអីគឺយើងធ្លាប់ការអនុស្សាវរីយ៍កាលនៅក្មេងគឺច្រើនហើយក៏អរគុណដល់តានិងយាយគាត់ចិញ្ចឹមបីបាច់មើលថែខ្ញុំតាពីតូចផ្ទះនឹងនៅហូបបាយនឹងបត់ជើងនឹងហើយបច្ចុប្បន្នគាត់រស់នៅនឹងដែរគាត់យាយខ្ញុំមករស់នៅលើហើយតាខ្ញុំរស់នៅក្រោមហើយមានដើមចេកនៅខ្ចីទេបងប្អូនបងប្អូនបាទហើយកន្លែងនេះគឺខ្ញុំដើរដើម្បីផលរបងចាប់យកទស្សនភាពនៅមួយកន្លែងទេបងប្អូនបាទកន្លែងដែលខ្ញុំកន្លែងធ្លាប់រត់លេងបងប្អូនធ្លាប់រត់លេងហើយនេះគឺជាដើមលកាដើមលកាអញ្ចឹងបងប្អូនហើយដើមបស័យដើមអីនេះគឺខ្ញុំធ្លាប់កាប់វាខ្ញុំមកធ្វើខ្លែងបងប្អូនអើយសំណោះកាយសំណោះចិត្តដល់ហើយនេះគឺជាគោរបស់តាខ្ញុំគោហ្នឹងក៏បងខ្ញុំដែរបងប្អូនហើយគោហ្នឹងកាត់កូនច្រើនណាគោហ្នឹងហើយវាពងស៊ីស្មៅនៅស្រែហើយបច្ចុប្បន្នគឺស្រែស្រុកស្រែគឺគេប្រមូលផលអ្នកខ្លះក៏នៅអ្នកខ្លះក៏ប្រមូលផលតែបច្ចុប្បន្នតាខ្ញុំគាត់បានប្រមូលផលហើយនេះគឺជាស្រះរបស់តាខ្ញុំបាទបងប្អូនបាទស្រះរបស់តាខ្ញុំតំបូមចាប់ត្រីស្ដាយកាលនឹងអត់បានថតហើយនោះសัตว์នោះបងប្អូនមើលសើច្បាស់ទេតែស្អាតឡើងមែនទែនសัตว์ហ្នឹងបាទហើយទស្សនភាពស្រស់ស្រាយគឺមានតែប៉ុណ្្នឹងទេបងប្អូនអើយគឺយើងស្រណោះកាយស្ដាយចិត្តខ្លាំងមែនតើគឺយើងចង់មើលត្រឡប់ក្រោយក៏មិនអាចហើយបងខ្លះក៏រៀនចប់មកពេកខ្ញុំខ្លះក៏នៅអញ្ចឹងទៅបងប្អូនហើយនេះក៏ជាទស្សនភាពមួយដែលចង់ឲ្យបងប្អូននឹករលឹកនឹងដឹងគុណតែអ្នកមានគុណដែលធ្លាប់ចាំបីបាច់មើលថែយើងអញ្ចឹងណាបងប្អូនហើយតិចទៀតនេះបងប្អូនឃើញទស្សនភាពតិចទៀតភាពច្រើនទៀតគឺខ្ញុំមិនសូវដើរឆ្ងាយទេដោយសារអីគឺខ្ញុំមិនសូវចេះទឹកទេហើយនៅខាងនោះគឺជាស្រះមួយទៀតស្រះគឺបូមទាំងពីរតែម្ដងតែបូមអាស្រះទី1មុនគេហើយត្រីគឺបានច្រើនដែរណាបងប្អូនណាហើយស្ដាយណាស់មែនបានថតហើយនេះគឺជាមុខខ្ញុំបងប្អូនបាទគឺខ្ញុំនៅក្មេងដែរទេខ្ញុំទឹក16ឆ្នាំដែរទេបងប្អូនបាទហើយខ្ញុំរៀនថតនិងបងប្អូនជួយគ្រប់គ្រងផងបងប្អូនបាទហើយអរគុណបងប្អូនទុកជាមុនបាទហើយគឺចង់នាំអារម្មណ៍បងប្អូនឲ្យមកមើលទេសភាពច្រើនទៀតដែលគឺខ្ញុំនឹកខ្លាំងមែនតើបងប្អូនហើយនេះជាដើមដូងឲ្យខ្ញុំកាលនៅខ្ញុំរស់នៅនេះគឺឲ្យតែខ្ញុំហត់គឺខ្ញុំបេះដូងផឹកឲ្យបងប្អូនបាទហើយមើលលេងទៅបងប្អូនឡើងខ្ញុំមិនសូវកែនិយាយស្ដីប្រហែលទេហើយមានតែ
ឲ្យបងប្អូនជួយគ្រប់គ្រងនេះគឺស្វាយបាទខែនេះគឺនៅស្វាយធម្មជាតិយើងបាទគាត់គឺនៅផ្លែដែរទេតែសំខាន់ខែនេះគឺស្វាយគីមីគឺគេប្រើថ្នាំដើម្បីឲ្យវាផ្លែខុសខែបាទខុសខែទៅបានថ្លៃតែស្វាយនេះគឺយើងដាក់ហូបខ្លួនឯងហ្នឹងណាហើយតិចទៀតនេះបងប្អូនខ្ញុំថារបេះបងប្អូនតែខ្ញុំបេះបានខ្ញុំចាក់ហើយក៏បេះបានវាអត់មានតកែវបងប្អូនចង់តកែវអត់មានសាហើយណាមួយក៏មានតកែវឲ្យអញ្ចឹងក៏មកបាទបានក៏ទុកវិញដែរបងប្អូនណាមួយគឺវានៅស្គៀឡើយទេវាអត់ទុំហើយទេបងប្អូនបាទហើយទិដ្ឋភាពនេះគឺមិនឃើញគឺចង់តែយកត្រឡប់តែឲ្យទេបងប្អូនគឺយើងសំណោះខាងមែនតើបងប្អូនហើយទិដ្ឋភាពនេះបងប្អូនមើលទៅបើពីរំទិដ្ឋភាពគឺបៃតងសុទ្ធតែម្ដងបៃតងហើយយើងចង់ត្រេកហើយពេលខ្ញុំទៅថតនេះគឺត្រជាក់ខាងមែនតើត្រជាក់ព្រោះយើងចង់គេងតែម្ដងបងប្អូនហើយទិដ្ឋភាពនេះគឺយើងពិតជាស្រស់ស្អាតធ្វើយើងនឹងរលឹកនឹងនឹកទៅដល់មានគុណទៅដល់មានអង្គបានជាបានហើយបងប្អូនគឺថាការសុខភាពផងបានសូមអរគុណ